Skol up on, skol up. Skol up đây rồi. Skol này. Skol này. Một vô lòng. Vô lòng đâu này. Bắt kia này nhớ đi. Bạ co ta bằng ngõ bằng. Bà. Tôi có bụng mà cái này stop lán rồi. Có chặt phốt á. Lực nào có chặt phốt đó bà. Nè, ngày mà có chặt phèn ô. Phốt đó nữa. Bốc tiếng lán bàn lán chỗ lên lán bắt thì chính tên nó mỏ. Tao vót bắt đấy bằng pro tao bằng vót bắt đấy rồi. Vót. Con hốt nó ngay bông. Cho cung prey cái này đi. Mà khang này pleu. Đời xa rồi dân container mà trước ban thưa ca bao cho không pleu tôi muối đài dốc mình phốt và dốc mình phốt các ba container tới ban là dài mà quýnh. Có trao ban dù chân khang lơ chi một tô lươn đôi chút bốc bị cài phấn slap nơi cái này cả hai tay mà đòn bom premotor chôn này mà tô bạ cam tích bom premotor chôn hai ba này bị mốc này mà tô trim sang bom mà đang thà là bướn bao bạp nào tam ca phải chợ bị bom chìa rốt thà lươn luôn khang mình tên bom premotor chôn anh là như này bốc này ba trong mua sวัสดิភាពបោកក្បាលបាទភ្លេខួរស្លាប់នឹងបាក់កទៀតបងប្អូនប្រិមត្តចំណាំការបញ្ជាក់ពីបងប្អូនជាប្រវត្តិជ្រុះហើយជ្រុះញាក់ទៅណាក៏ឃើញតែសក់និយាយទៅក៏លោកកលៀបណាក៏ឃើញតែសក់ដែរហើយបើនិយាយពីរឿងទឹកវិញស្ទះទឹកអស់ហើយដោយសារតែរឿងសក់ហ្នឹងប្រើអីក៏មិនដែរត្រូវដែរតែឥឡូវប្រើជាមួយនឹងឈុតសាប៊ូយូវែលតែមកតែឃើញប្លែកហ្មងសក់ក៏អន់ជ្រុះហើយសំខាន់ណាកូនសក់ដោះមកឡើងជ្រងច្រាំងហ្មងឃើញសក់ខ្លួនឯងឡើងភ្លឺលោឡើងតុនហ្មងឡាក់លេខភ្នំពេញ 4B04 13បងប្អូនប្រិមត្តជនហើយចំណែកឯអ្នកបើកបរយន្តហ្នឹងជាប្រវត្តិថាទៅវត្តបាត់ហើយបាទទៅវត្តបាត់ហើយបាទនេះថារត់បាត់បងប្អូនប្រិមត្តជនយើងឥឡូវនេះគឺយើងឃើញថារថយន្តកុងតឺន័រវែងមែនទែនហើយចូលក្នុងផ្លូវនេះក៏រថយន្តកុងតឺន័រច្រើនណាស់ដែរហើយខាងមុខពាក់ស្លាកលេខកំពង់ស្ពឺ 3A6879 បាទដែលអត់មានព្រូទេតាមការបញ្ជាក់ពីបងប្អូនជាប្រវត្តិបាទនេះថាបើកទៅក្នុងហើយយកមិនអស់ក្បាលនេះបាទវែងពេកចូលក្នុងផ្លូវលំនោះបាទបន្ទាប់មកហ្នឹងក៏យ៉ាថយក្រោយវិញស្របពេលដែលយុវជនខាងលើជិះម៉ូតូលឿនដូចព្យុះមកបុកផឹងបាទបែកក្បាលបាក់កផ្លេខួរស្លាប់នៅកន្លែងកាត់ហេតុឥឡូវនេះគឺយើងឃើញថាម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចបានធ្វើការយកចេញពីកន្លែងក្នុងភក់ក្នុងព្រៃហ្នឹងហើយបងប្អូនបាទខំទាញកាច់ចេញឲ្យអស់តែវាមិនអស់បងប្អូនបាទតែវាមិនអស់បាទមិនអស់ចកោនៅសល់ផុតអាកតុយក្រោយហ្នឹងបុកចំញ៉ៃក្បាលកតុយក្រោយហ្នឹងបោកក្បាលបាទធ្លេខួរស្លាប់យ៉ាងរថត់ត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុតែម្ដងឡានហ្នឹងគាត់បាត់ចូលបែនគាត់តែគាត់ចាក់អត់ផុតថ្ងៃយល់ទេគាត់បួងអត់ផុតទេចឹងគាត់បួងមកវិញហើយគាត់ទៅមុខហើយក៏អាយ៉ែមកចូលចេះវិញបាទគាត់ចូលទៅក្នុងហើយតែគាត់អាយ៉ែថតក្រោយវិញបាទហើយចូលម៉ូតូហ្នឹងមិនដល់ពេលហើយគាត់អាយ៉ែថតក្រោយវិញហ្នឹងម៉ូតូអត់មកទេបាទពេលតែគាត់អាយ៉ែគូចេញមកវិញម៉ូតូអត់មកដល់ពេលហើយគាត់អាយ៉ែដល់នោះហើយបានម៉ូតូជិះមកហ្នឹងជិះលឿនទេបងម៉ូតូបងលឿនប្រហែលលឿនខ្លាំងហើយណាមួយប្រហែលគាត់ស្វងទៀត100%ហ្មងគាត់ស្វងហ្នឹងហើយម្នាក់ឯងហ្មងម្នាក់ឯងទេបងបាទមានស្គាល់អត្តសញ្ញាណគាត់ទេបងខ្ញុំមើលអត់ស្គាល់ហ្មងហើយគ្រូសាគាត់ព្រោះមកគាត់ហើមពោលអត់ទេអត់តឃើញហើយណាមួយអ្នកមកមុនហ្នឹងឆែកមើលថាមានទូរស័ព្ទហ៎មានទូរស័ព្ទទេបងប្អូនយើងពិបាកមើលស្លាលេខមែនទេសារក្នុងព្រៃបាទម៉ូតូត្រីមសង់ពណ៌ខ្មៅបាទព្រៃម៉ូតូជនក្នុងព្រៃស្មៅនេះបាទសត្វផុកនេះដល់កឲ្យបងប្អូនព្រៃម៉ូតូជនហើយបាទករណីខាងលើនេះបានកើតឡើងនៅវេលាយប់បាទរំលងត្រីឈានចូលថ្ងៃទី29ខែមិថុនាឆ្នាំ2026នេះនៅត្រង់ចំណុចផ្លូវបេតុងក្នុងសង្កាត់តាពាំងកសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញផងដែរយុវជនខាងលើមានវ័យប្រហែលជា20ឆ្នាំទេបងប្អូនតែមិនទាន់មានការតាក់ទងរកសាច់ញាតិបានឡើយទេដោយសារពេលដែលបុកហ្នឹងគឺមានការបាត់ទូរស័ព្ទតែម្ដងហើយអត្តសញ្ញាណក៏មានដែរមានតែតាមរយៈផ្លាកលេខម៉ូតូហ្នឹងទេបងប្អូនប្រិយម៉ូតូជនឥឡូវភ្លាមវត្តមានកម្លាំងសមត្ថកិច្ចក៏បានចុះមកដល់ត្រង់ចំណុចទីតាំងកន្លែងកាត់ហេតុម្ចាស់រថយន្តអ្នកបើកបររថយន្តក៏រត់បាត់អ្នកដែលជិះម៉ូតូបុកក៏ស្លាប់ហើយអត់មានអត្តសញ្ញាណអញ្ចឹងគឺតាក់តងសាច់ញាតិមានតែរងចាំកម្លាំងសមត្ថកិច្ចគាត់ធ្វើការស្រាវជ្រាវបន្តបន្ថែមតែប៉ុណ្ណោះអរគុណប្រិមិត្តដែលតាមដានទស្សនាបងប្អូនគួរតែមានកៅអីយិនសិនយ៉ាងធៀបទុកក្នុងផ្ទះព្រួយអាចជួយបងប្អូនបានបងប្អូនដែលមានអាការៈដូចជាចុកដៃចុកជើងចុកចង្កេះចុកឆ្អឹងខ្នងឈឺក្បាលវិលមុខបងប្អូនខ្ញុំសូមណែនាំបងប្អូនឲ្យប្រើជាមួយនឹងកៅអីយិនសិនយ៉ាងធៀបបងប្អូនអាចរកទិញបានគ្រប់ដេប៉ូតំណាងចែកចាយរបស់ក្រុមហ៊ុនកៅអីយិនសិនយ៉ាងធៀបបានទូទាំងប្រទេស